បងប្អូនស្ត្រីដែលគាត់ចង់កែលម្អតំបន់ពិសេសឡើងវិញហើយគាត់អត់ចង់ធ្វើច្រើនដងអញ្ចឹងគាត់អាចមកប្រឹក្សាមួយគ្រូពេទ្យនៅខាងអូខេបានដោយសារតែគេនឹងមើលថាតើចិញ្ចើវាមានវាមានបញ្ហាស្របនៅកន្លែងក្រោមផ្លាកនោះឬក៏នៅតែខាងក្រោយឬក៏មានបញ្ហាស្របដោយជាមួយនឹងមាត់ស្បូនអញ្ចឹងការស្របដោយជាមួយមាត់ស្បូនហ្នឹងយើងធ្វើបែបមាត់ផ្សេងហើយបើសិនជាគាត់មានស្របខាងមុខឬខាងក្រោយគឺយើងត្រូវដេរផ្សេងក្នុងការដេរសម្រួលមកវិញបងប្អូនមិនគិតថាគ្រូពេទ្យទាំងអស់សុទ្ធតែអាចមានសមត្ថភាពធ្វើបានទេដោយសារតែបើសិនជាបងប្អូនជ្រើសរើសគ្រូពេទ្យខុសគឺបងប្អូនបានដេរតែខាងក្រៅទេអត់បានរត់ដល់សាច់ដុំខាងក្នុងហើយបានព្យាបាលមូលហេតុក្អកកដាស់លិចនោះហើយបានព្យាបាលមូលហេតុនៃការស្រុតនៃមាត់ស្បូនយ៉ាងទេអញ្ចឹងមុននឹងសម្រេចចិត្តដេរបងប្អូនត្រូវគិតឲ្យច្បាស់ពីបញ្ហាហ្នឹងកុំឲ្យយើងឈឺហើយយើងធ្វើច្រើនដងហើយយើងអត់បានអ្វីដូចការរំពឹងទុកហើយបងប្អូនគិតថាទៅចំណាយសុខក្រៅ1000ណាក៏អត់ប្រកាសថាគេដេរយើងស្អាតដែរអញ្ចឹងកន្លែងនេះត្រូវដឹងពីស្នាដៃគ្រូពេទ្យត្រូវដឹងថាយើងត្រូវដេរត្រង់ចំណុចណាហើយគ្រូពេទ្យនឹងគាត់ធ្វើឲ្យយើងតាមតម្រូវការជាក់ស្ដែងរបស់យើងកុំឲ្យយើងខកចិត្ត